ជំរាបសួរលោកគ្រូខ្ញុំម៉ាត់ឈ្មោះរ៉ាត់ពុទ្ធារធិហើយមកពីក្រុម SV 11 12ថ្ងៃនេះខ្ញុំមកនិយាយពី topic ហើយមកធ្វើពី comment foundation ចឹងជាដំបូងយើងត្រូវចូលទៅក្នុង virtual box បន្ទាប់ចូល virtual box ហើយធ្វើការ start ម៉ាស៊ីនបន្ទាប់មកយើងឲ្យចូលមកដល់ក្នុងម៉ាស៊ីនហើយបន្ទាប់ចូលក្នុងម៉ាស៊ីនហើយយើងធ្វើការ check IP សិនបន្ទាប់ពី check IP ហើយយើងធ្វើការបើក CMD ហើយយើងធ្វើការ ping ទៅលើ IP របស់យើងចឹង IP របស់ខ្ញុំគឺ 192.168.1.12 ចឹងឃើញថាយើង ping ទៅវាស្គាល់គ្នាបន្ទាប់ពី ping ហើយយើងធ្វើការវាយ SSH ដើម្បី connect ជាមួយនឹង CMD ហើយ virtual box មក CMD SSH ហើយវាយឈ្មោះ user របស់យើងហើយដាក់សញ្ញា add មកហើយយើងវាយ IP 192.168.1.12 ហើយយើងយក yes ជាអីគេហើយត្រង់កន្លែងនេះយើងវាយ yes ហើយបន្ទាប់មកយើងវាយ password របស់យើង password ហើយនៅក្នុង Ubuntu តមកវាចូលមកដល់កន្លែងនេះតបចូលដល់កន្លែងនេះហើយ comment មុនដំបូងយើងឲ្យមានwho am I ហើយយើងមានទៅលើ comment ឲ្យ who am I នឹងមានថាយើងមើលតាយើងឈរនៅក្នុង user ណាក្នុងពេលឥឡូវហ្នឹងយើងឈរទៅលើ user ណាហើយបន្ទាប់ comment បន្ទាប់មាន pwd គឺ directory ដែលយើងឈរនៅលើបច្ចុប្បន្ន directory មួយណាបន្ទាប់ពីហ្នឹងមកយើងមានcomment sudo app update ចឹងវាយ password មកចឹង comment sudo app update នេះយើងប្រើសម្រាប់ update JPEG អីផ្សេងជាដើមតោះមកយើងមាន comment មួយទៀតដើម្បី check មើលថាយើងត្រូវចង់ upgrade អីបង app underscore dot upgrade បងសុំតើលោកគ្រូដោយសារមកខ្ញុំវាយ comment ខុសចឹង comment មួយទៀត app list dot dash upgradable ហើយយើងធ្វើការ enter ចឹង comment នេះយើងមើលថាវាឲ្យយើង upgrade អីបន្ថែមបើសិនយើងអត់ចង់ upgrade ទេយើងអត់បាច់ចាំវាយ sudo យើងអត់ចាំបាច់វាយ comment យើងអត់ចាំបាច់វាយ comment sudo ដើម្បីធ្វើការ upgrade នៅកម្មវិធីទេតែខ្ញុំអាចចង់ upgrade វិញចឹងខ្ញុំវាយ sudo app upgrade ចឹងធ្វើការ enter រងចាំវាបន្តិចដើម្បីធ្វើការ update upgrade
បន្ទាប់មកចូលដល់ comment បន្ទាប់យើងមានទៅ comment នៃ touch នេះយើងប្រើដើម្បីបង្កើតទៅលើ file អញ្ចឹងខ្ញុំបង្កើតទៅលើ file SV1112 មួយមកបន្ទាប់ពីបង្កើត file ហើយខ្ញុំធ្វើការឲ្យវា show ឲ្យវា list ឲ្យវាបង្ហាញអញ្ចឹងនេះជា file ខ្ញុំបានបង្កើតហើយបន្ទាប់មកយើងក៏មានលើ command នៃls.i command នេះបានន័យថាវា show list ជា long text បានន័យថាវាបង្ហាញ list ជាលក្ខណៈ detail ជាលក្ខណៈលម្អិតហើយក៏មាន command មួយទៀតគឺ ls. lx command នេះគឺយើងបង្ហាញ list ដូចគ្នាតែវាបង្ហាញជាសាយអញ្ចឹងឥឡូវខ្ញុំធ្វើការបង្កើតទៅលើ folder មួយទៀតបង្កើតទៅលើ folder មួយដាក់ SV1112 ទៅដែរដោយសារវាអាចនឹងមានឈ្មោះជាន់គ្នាអញ្ចឹងខ្ញុំដាក់ឈ្មោះផ្សេងចឹងខ្ញុំធ្វើការបង្កើត folder មួយទៀតហើយយើងshow list ហ្នឹងមកហើយយើង list មួយទៀតបង្ហាញនេះវាបង្ហាញជាលក្ខណៈវា show list LX នេះយើងវាបង្ហាញជាគីឡូបៃជាຂະຫນាតបៃអញ្ចឹងខ្ញុំក៏មាន comment មួយទៀតគឺ echo អានឹងប្រើសម្រាប់ output string អីជាដើមអញ្ចឹងecho ខ្ញុំធ្វើការបង្ហាញទៅលើ hello hello SV 11.12 cái enter អញ្ចឹងវានឹង output string ចេញមកហើយអញ្ចឹងដូចជាអស់ហើយលោកគ្រូអញ្ចឹង comment ទាំងប្រមាណខ្ញុំបានរៀបរាប់នៅខាងលើហើយអញ្ចឹងឥឡូវចុងក្រោយយើង show list មួយទៀតls អញ្ចឹងវាចេញអានេះអត់ចេញគីឡូបៃទេអានេះចេញធម្មតា ls .l នេះអញ្ចឹងដូចជាអស់ហើយលោកគ្រូអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា